update តម្លៃហាងចេញមាសនៅថ្ងៃទី19ខែ3 2026មាសនៅក្នុង time frame 1ម៉ោងបាទអញ្ចឹងហើយយើងឃើញថាទីផ្សារមាសឥឡូវហ្នឹងគឺវាស្ថិតនៅក្នុងលំហ uptrend អញ្ចឹងបើសិនជាវាត្រឡប់ទៅវិញដល់តម្លៃ4870គឺបងប្អូនទាំងអស់គ្នាអាចចូលលក់បានបាទហើយតម្លៃចូលលក់ទី2នោះគឺនៅតម្លៃ4976បាទហើយតម្លៃដែលយើងអាចចូលទិញបានគឺនៅតម្លៃ4654និងតម្លៃរងចាំទិញទី2នោះគឺនៅតម្លៃ4400បាទបើសិនជាទីផ្សារមាសវាព្យាយាមបំបែកនៅតម្លៃឡូអញ្ចឹងហើយទីផ្សារមាសវាប្រកាសជាមានកម្លាំងធ្លាក់កាន់តែខ្លាំងទៀតអញ្ចឹងហើយបងប្អូនទាំងគ្នារាល់ការចូលផ្សារទាំងអស់ត្រូវតែមាន TP ហើយនិង SL បាទអញ្ចឹងតកតងជាមួយនឹងការចូលផ្សាររបស់យើងពេលដែលយើងចង់ចូលទិញឬមួយក៏ចូលលក់យើងត្រូវតែមើលលំហូរទីផ្សារឲ្យបានច្បាស់លាស់សិនចាំយើងសម្រេចចិត្តធ្វើការចូលផ្សារតាមក្រោយបាទ